សួស្តីទាំងអស់គ្នាបាទអញ្ចឹងយើងចូលទៅរូបមន្តទី6ទាក់ទងនឹងការប្រើប្រាស់រូបមន្ត concatenate អញ្ចឹងរូបមន្ត concatenate នេះគឺជាអានុគមមួយសម្រាប់ចងភ្ជាប់ឬក៏ជាការផ្សំពាក្យបញ្ចូលគ្នារវាងពាក្យនិងពាក្យឬក៏រវាងលេខនិងលេខបាទហើយនឹងរវាងលេខជាមួយនឹងតួអក្សរបាទអក្សរអញ្ចឹងស៊ីមតាក់របស់វាគឺស្មើ concatenate បើកវងកញ្ចក់តិច1ក្បៀសតិច2ក្បៀសរហូតដល់តិចចុងក្រោយហើយបិទវងកញ្ចក់បាទអញ្ចឹងតិច1តិច2រហូតដល់តិចចុងក្រោយហ្នឹងគឺជាតិចដែលយើងត្រូវបញ្ចូលគ្នាឲ្យទៅជាតិចតែមួយបាទអញ្ចឹងយើងមានឧទាហរណ៍បាទអញ្ចឹងឧទាហរណ៍នៅក្នុងតារាងនេះយើងមានឈ្មោះ2បែបនេះហើយយើងចង់បញ្ចូលឈ្មោះ2ហ្នឹងឲ្យចូលគ្នាតែមួយកឡោនបាទយើងធ្វើម៉េចគឺយើងប្រើប្រាស់ concatenate ហើយយើងចុចទៅលើកាឡាបាទបន្ទាប់មកយើងក្បៀសយើងចុចទៅលើកាឡាមួយទៀតបាទអញ្ចឹងលទ្ធផលយើងទទួលបានឈ្មោះបែបនេះបាទអញ្ចឹងយើងនឹងទៅមើលឧទាហរណ៍នៅក្នុងកម្មវិធី Excel បាទអញ្ចឹងខ្ញុំបើកកម្មវិធី Excel បាទអញ្ចឹងនៅក្នុងឧទាហរណ៍ Excel របស់យើងនេះយើងឃើញមានបាទកន្លែង full name នេះបាទយើងឃើញមានឈ្មោះពេញបែបនេះបាទហើយកន្លែង first name last name នេះយើងឃើញឈ្មោះវានៅដាច់ចេញពីគ្នានៅកាឡាផ្សេងពីគ្នាយើងនឹងបញ្ចូលឈ្មោះទាំងពីរហ្នឹងឲ្យវាចូលតែមួយកន្លានៅកន្លែង full name នេះបាទអញ្ចឹងខ្ញុំលុបទន័យចាស់ចោលសិនបាទជាដំបូងគឺយើងត្រូវដាក់សញ្ញាស្មើហើយយើងសរសេររូបមន្ត concatenate បន្ទាប់មកយើងបើកវងកញ្ចក់បាទអញ្ចឹងតិចមួយគឺបានន័យថាបាទអត្ថបទនៅក្នុងកាឡាទី1ហើយយើងក្បៀសចុចទៅលើអត្ថបទក្នុងកាឡាទី2យើង enter នោះយើងទទួលបានឈ្មោះបែបនេះបាទជាទម្រង់ឈ្មោះពេញប៉ុន្តែនៅក្នុងទម្រង់ឈ្មោះពេញរបស់យើងកន្លែងហ្នឹងគឺយើងឃើញថាឈ្មោះរបស់វាបាទជាមួយនឹងនាមខ្លួននាមតកូលហ្នឹងគឺជាប់គ្នាអញ្ចឹងយើងធ្វើការដកឃ្លានតិចមកដល់យើងបាទកែសម្រួលរូបមន្តរបស់យើងបាទនៅកន្លែង B4 បាទយើងត្រូវតែក្បៀសមួយហើយយើងដាក់ធ្មេញកណ្ដុរដកឃ្លាបាទដកឃ្លាហើយយើងបិទធ្មេញកណ្ដុរបានយើងក្បៀសយើងចុចទៅលើ C4 ម្ដងទៀតបាទហើយបន្ទាប់មកយើង enter យើងនឹងឃើញឈ្មោះរបស់យើងនឹងមានការដកឃ្លាបែបនេះបាទអញ្ចឹងចុងក្រោយគឺយើងធ្វើការបាទចាប់ទាញវាមកក្រោមដើម្បីឲ្យកាឡាផ្សេងទៀតគឺវាចេញលទ្ធផលដូចខាងលើដែរបាទអញ្ចឹងតើតើនឹងការប្រើប្រាស់រូបមន្ត concatenate គឺមានតែប៉ុណ្្នឹងបាទសូមអរគុណ